30 bột 5 35 35 bột 10 45 45 bột 15 គឺស្មើនឹង60 ម៉ែត្របាទសួស្តីបងប្អូនសិស្សានុសិស្សដែលរៀនថ្នាក់ទី6ទាំងអស់គ្នាបាទវិលជួបលោកគ្រូសាជាថ្មីមកកាន់ការរៀនគណិតវិទ្យាថ្នាក់ទី6បាទអញ្ចឹងនៅក្នុងវីដេអូនេះលោកគ្រូនឹងលើកយកអំពីមេរៀនបរិមាត្របន្តពីថ្ងៃមុនបាទតើឥឡូវយើងទៅមើលលំហាត់អនុវត្តចំនួន1បាទគេឲ្យយើងចូលគណនាបរិមាត្រនៃរូបខាងក្រោមបាទចូលគណនាបរិមាត្រនៃរូបខាងក្រោមអញ្ចឹងយើងមានរូបចំនួន1បាទដែលមានរូបរាងបែបនេះបាទអញ្ចឹងតើបរិមាត្រនៃរូបហ្នឹងតើវាស្មើនឹងប្រមាណអញ្ចឹងយើងបានដឹងរួចហើយបាទពាក្យថាបរិមាត្របរិមាត្រមានន័យថាជាប្រវែងជុំវិញបាទប្រវែងជុំវិញរូបហ្នឹងតើស្មើនឹងប្រវែងប៉ុន្មានម៉ែត្របាទអញ្ចឹងមកគេឲ្យຂະຫນາດ1ម៉ែត្រអញ្ចឹងតើវាប្រវែងជុំវិញរបស់វាហ្នឹងគឺស្មើនឹងប៉ុន្មានម៉ែត្របាទតែឥឡូវយើងទៅចាប់ដើមធ្វើតែម្ដងបាទដាក់ចម្លើយបាទរកបរិមាត្រអញ្ចឹងដើម្បីរកបរិមាត្របានគឺយើងទៅមើលទៅលើរូបអញ្ចឹងគឺបរិមាត្រគឺយើងតាំងដល់អក្សរ p ស្មើអញ្ចឹងស្មើនឹងប្រមាណអញ្ចឹងយើងចាប់ផ្ដើមពីកន្លែងណាក៏បានដែរឥឡូវយើងលោកគ្រូចាប់ផ្ដើមពីកន្លែងនេះទៅបាទនេះពីកន្លែងនេះមកដល់កន្លែងនេះចាអញ្ចឹងគឺប្រវែងហ្នឹងគឺប្រវែង10ម៉ែត្រអញ្ចឹងយើងដាក់10បាទបូកប្រវែងនេះបាទប្រវែងនេះទៀតបាទប្រវែងនេះគឺយើងមើលគេគូសគំនុះបាទគំនុះមួយនេះបាទមានន័យថាកន្លែងនេះគឺ5អញ្ចឹងកន្លែងនេះក៏5ដែរបាទអញ្ចឹងបូកនឹង5តទៀតបូកប្រវែងនេះបាទបូកប្រវែងនេះអញ្ចឹងប្រវែងនេះក៏វាស្មើ5ដែរអញ្ចឹងបូក5ទៀតអញ្ចឹងបូក5បាទបូក5ទៀតបាទអញ្ចឹងយើងបូក5ចំនួន5ដងបាទ1 2 3 4 5តទៅទៀតយើងបូកទៀតបាទអញ្ចឹងគឺបូកប្រវែងនេះគេអត់ប្រាប់ប៉ុន្តែយើងមើលទៅខាងលើបាទអញ្ចឹងគឺ10ម៉ែត្របាទ10ម៉ែត្រអញ្ចឹងប្រវែងខាងក្រោមនេះក៏10ម៉ែត្រដែរបាទអញ្ចឹងបូកនឹង10បាទអញ្ចឹងនៅសល់កន្លែងនេះទៀតបាទយើងបូកទៀតមកបាទបូកប្រវែងជ្រុងនេះទៀតមកបាទអញ្ចឹងប្រវែងជ្រុងនេះគឺ15ម៉ែត្រអញ្ចឹងយើងបូក15បាទអញ្ចឹងអស់ហើយបាទអញ្ចឹងបន្តទៀតយើងបូកលេខទាំងអស់ចូលគ្នាមកបាទ10បូក10 10បូក5 15 15បូក5 20 20បូក5 25 25បូក5 30 30បូក5 35 35បូក10 45 45បូក15បាទគឺស្មើនឹង60ម៉ែត្របាទអញ្ចឹងយើងរកឃើញបរិមាត្រណាអញ្ចឹងយើងអាចឆ្លើយថាដូចនេះបាទបរិមាត្ររបស់វាគឺស្មើនឹង60ម៉ែត្របាទជាចម្លើយអញ្ចឹងតើតើនឹងលំហាត់នេះបាទគឺមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនមានចម្ងល់តើតើនឹងការរកបរិមាត្របាទនៃរូបនេះបងប្អូនអាច comment សួរលោកគ្រូបាននៅខាងក្រោមវីដេអូបាទជួបលោកគ្រូនៅវីដេអូក្រោយបន្តទៀត